មិនថានៅកន្លែងណាក្នុងឬក្រៅប្រទេសមិនថាវេទិកាឬជំនួបណាមួយឡើយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាជានិច្ចកាលតែងតែបំពេញការងារជាអត្ថប្រយោជន៍ខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនដំណើរបំពេញទស្សនកិច្ចផ្លូវការនិងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី3នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃ8និង9មិថុនាកន្លងទៅនេះគឺជាឧទាហរណ៍ដែលបានបង្ហាញច្បាស់ពីការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិនិងប្រជាជនជាក់ស្ដែងសន្ទរកថាគន្លឹះដ៏មានអត្ថន័យនៅឯពិធីបើកវេទិកាអនាគតអាស៊ានលើកទី3បានឆ្លុះបញ្ចាំងឲ្យសហគមន៍តំបន់និងអន្តរជាតិយល់កាន់តែច្បាស់ពីស្ថានភាពពិតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបត់ជបាញ់នៅតែផុយស្រួយរីឯសកម្មភាពនៅលើដីជាក់ស្ដែងនៅតែជារឿងដ៏គួរឲ្យព្រួយបារម្ភដែលអាចប៉ះពាល់ទៅដល់សន្តិភាពរវាងប្រទេសទាំងពីរក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូលតាមរយៈសន្ទរកថាគន្លឹះនោះជំហរដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិទាំងព្រំដែនគោកនិងព្រំដែនសមុទ្រក៏ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់ជាថ្មីម្ដងទៀតក្រៅពីនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏តែងតែលើកបញ្ហានេះជម្រាបជូនដល់ដៃគូសន្ទនាជានិច្ចក្នុងជំនួបទ្វេភាគីនាអំឡុងពេលនោះជាក់ស្ដែងក្នុងជំនួបជាមួយសមាភាគីវៀតណាមសម្ដេចធិបតីបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីលេមីងហឹងអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានអរគុណភាគីវៀតណាមចំពោះការគ្រប់គ្រងដំណោះស្រាយដោយសន្តិវិធីក្នុងចំនួនព្រំដែនកម្ពុជាថៃនិងចំពោះការគ្រប់គ្រងបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីការអនុវត្តបទច្បាញ់ក៏ដូចជាអនុវត្តសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ឲ្យមានប្រសិទ្ធភាពនិងឲ្យបានពេញលេញក្នុងឱកាសទទួលជំនួបសម្ដែងការគួសមពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Lando ក្រៅពីសម្ដែងនៅក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនឹងបានគូសបញ្ជាក់ពីកាលានុវត្តភាពជាច្រើនដើម្បីជួយជំរុញឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតនិងស៊ីជម្រៅថែមទៀតនោះសម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមអនុរដ្ឋមន្ត្រីអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានគូសបញ្ជាក់ពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរស្ថានភាពព្រំដែនកម្ពុជាថៃនិងដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនេះក៏ត្រូវបានសម្ដេចធិបតីលើកឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រីអ៊ីស៊ូមីណាកាត់ស៊ីមីស៊ុអគ្គលេខាធិការរងអង្គការសហប្រជាជាតិចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026នៅឯរដ្ឋធានីហាណូយដែរអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែឧទា Positionis Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលពាក់ព័ន្ធឲ្យដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ